ចាស់30-40 ឆ្នាំមុននៅណាំដើមដងហើយតំណានណៃណាហើយបាត់គាត់រស់ចេញទៅណាតែខ្មែរនៅយូរមួយសោះហ្នឹងឋានការនៅតាមព្រំដែនខេត្តបន្ទាយមានជ័យនិងខេត្តស្រះកែវស្ថិតនៅលក្ខណៈធម្មតាមិនមានការជម្លៀសមានការបារម្ភពីសុវត្ថិភាពជារដ្ឋទាំងខ្មែរទាំងថៃដែលកំពុងតែរស់នៅក្បែរតំបន់ព្រំដែននៃប្រទេសទាំងពីរទេទៅតាមការបញ្ជាក់ពីប្រជាពលរដ្ឋបណ្ដាស្រុកផ្សេងៗដូចជាស្រុកម៉ាឡៃស្រុកប៉ោយប៉ែតស្រុកអូជ្រៅស្រុកស្វាយជែកស្រុកថ្មពោះដែលមានភូមិសាស្ត្រជាប់នឹងព្រំទួលរបស់ខេត្តស្រះកែវគាត់បានបញ្ជាក់ថាគាត់រស់នៅធម្មតាប្រកបការងារមុខរបរលក់ដូរអីចឹងដើម្បីចិញ្ចឹមជីវិតធម្មតាប៉ុន្តែស្ថិតក្នុងការតាមដានព័ត៌មានសំខាន់ជាប្រចាំពិសេសព័ត៌មានពីរាជរដ្ឋាភិបាលបើតាមការបញ្ជាក់ពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់ប្រឈើមគឺភូមិជោគជ័យនិងភូមិព្រៃច័ន្ទគាត់ក៏បន្តរស់នៅធម្មតាដែរគាត់មិនភ័យមិនខ្លាចមិនចលៀសដូចមុនទេមុនមានការគម្រាមកំហែងពីកម្លាំងជួរមុខថៃចឹងគាត់មានការចលះអីចេញខ្លះទុកសមាជិកគ្រួសារមួយចំនួនចាំផ្ទះតែម្ដងនេះគាត់ស៊ាំនឹងសភាពការគាត់មិនបានចាក់ចេញដូចមុនទេគាត់នៅបន្តរួមរស់នៅក្នុងភូមិហើយនាំគ្នាយាមតាមគោលដៅដែលអាជ្ញាធរមូលដ្ឋានបានរៀបចំជូនពួកគាត់ពិសេសគាត់ស្ដាប់តាមការផ្ដល់តំណែងពីលោកមេភូមិបើសិនជាមានករណីចាំបាច់អីហ្នឹងគឺមេភូមិនៅក្នុងមូលដ្ឋានរបស់គាត់ដាក់មីក្រូប្រកាសឲ្យគាត់បានជ្រាបដល់ចឹងគាត់មិនបារម្ភទេហើយគាត់សម្ដែងការកក់ក្ដៅចំពោះអ្នកដឹកនាំរាជរដ្ឋាភិបាលអ្នកដឹកនាំអាជ្ញាធរក្រុមដាប់សាក់ពិសេសមេភូមិដែលរស់នៅក្បែរគាត់តែងតែផ្ដល់តំណែងផ្លូវការឲ្យគាត់បានដឹងទៅតាមមីក្រូចាប់ផ្សព្វផ្សាយចឹងទៅហើយជាទូទៅនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យដែលជាចំណុចក្តៅរបស់ស្រុកអូជ្រៅដែលធ្លាប់គម្រាមកំហែងពីជួរមុខថៃនោះគឺប្រជាពលរដ្ឋយើងនៅតែមានភាពអ៊ូអរពីបងប្អូនសមរភូមិក្រោយតែងតែអាណិតអាសូរដល់បងប្អូនយើងរស់នៅក្នុងភូមិទាំងពីរតែងតែនាំគ្នាទៅអើសួរសុខទុក្ខដើម្បីលើកទឹកចិត្តមានអំណោយកំដរដៃទៅដល់បងប្អូនជាពលរដ្ឋក៏ដូចជាកងកម្លាំងជួរមុខនៅឈើជើងទីនោះផងដែរជាទូទៅបងប្អូននៅក្នុងតំបន់ប្រឈើមតែងតែអរគុណទៅដល់ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានដែលបានគិតគូរដល់ពួកគាត់ជាប្រចាំហើយសប្បុរសជនដែលបានទៅអើសួរសុខទុក្ខក៏បានធ្វើការកោតសរសើរទៅដល់បងប្អូនយើងរស់នៅក្នុងតំបន់ប្រឈើមដែលមានសេចក្តីក្លាហានហើយនិងគោរពអរគុណទៅដល់វីរៈកងទ័ពជួរមុខទាំងអស់ដែលមានស្មារតីមមុតក្នុងបុព្វហេតុការពារមាតុភូមិអរគុណខ្ញុំឡៃលីធ្វើសេចក្តីរាយការណ៍ប្រភពលំនៅឋានចាស់30-40 ឆ្នាំមុននៅណាំដើមដងហើយតំណានណៃណាហើយបាត់គាត់រស់ចេញទៅណាតែខ្មែរនៅយូរមួយសោះហ្នឹង